តំបន់ឃ្លៀអត់មានបញ្ហាខ្មៅទេក៏ប៉ុន្តែចាប់ផ្ដើមមានសភាពអត់ស្អាតតែម្ដងគឺគោរោមនឹងចាប់ផ្ដើមធំស្បែកឃ្លៀនឹងគឺចាប់ផ្ដើមក្រិនមនុស្សស្រីយើងកាលណាតែមានបញ្ហាបែបនេះហើយការជ្រើសរើសម៉ូដកៅអៅនឹងគឺមានភាពតានតឹងមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពី3វិធីដែលជួយអ្នកទាំងអស់គ្នាពីបញ្ហាឃ្លៀក្រិនឬក៏គោរោមរីកធំទី1គឺតាក់ទងជាមួយនឹងការជំរុះរោមចំពោះការជំរុះរោមយើងគួរតែជំរុះរោមឲ្យបានត្រឹមត្រូវជាពិសេសអ្នកដែលគាត់មានបញ្ហាហ្នឹងភាគច្រើនគាត់ជំរុះរោមដោយការដកឬក៏ការកោអីផ្សេងអញ្ចឹងក៏អាចធ្វើឲ្យគោរោមរបស់គាត់ហ្នឹងគឺរីកកាន់តែធំហើយស្បែកឃ្លៀមើលទៅគឺក្រិនហើយជ្រួញតែម្ដងអញ្ចឹងយើងគួរតែជំរុះរោមជំនួសដោយ laser គឺល្អបំផុតហើយវិធីទី2គឺតាក់ទងជាមួយនឹងការ scrub យើងអាចប្រើជាប្រភេទ scrub ដែល scrub សម្រាប់ស្បែកឃ្លៀយើងតែម្ដងគឺជួយទៅលើការកាត់បន្ថយស្បែកក្រិនគោរោមរីកធំហើយមិនតែប៉ុណ្ណោះទេគឺអត់ជួយឲ្យស្បែករបស់យើងហ្នឹងគឺជ្រួញលឿនពេកដោយសារតែតំបន់ឃ្លៀយើងគឺមានសភាពស្ដើងអញ្ចឹងយើងអាច scrub មួយសប្តាហ៍ហ្នឹងគឺ2ដងអីគឺគ្រប់គ្រាន់តែបើសិនជាចង់ប្រើ3ដងអាស្រ័យទៅតាមស្បែកឃ្លៀរបស់យើងដែលថាស្បែកឃ្លៀរបស់យើងគឺមានសុខភាពល្អឬក៏ស្បែកឃ្លៀរបស់យើងខ្សោយទី3ហ្នឹងគឺជាវិធីចុងក្រោយគឺការប្រើជាប្រភេទផលិតផលនៅពេលដែលយើង scrub រួចយើងអាចប្រើជាប្រភេទលេបផ្ដល់សំណើមឬក៏ជាប្រភេទគ្រីមសម្រាប់លាបទៅលើស្បែកឃ្លៀរបស់យើងដោយសារតែវាជួយផ្ដល់សំណើមឃ្លៀរបស់យើងក៏អត់ងាយខ្មៅអត់ងាយក្រិនហើយមួយទៀតជួយបង្រួមរន្ធញើសរបស់យើងដែរកាលណាតែឃ្លៀរបស់យើងហ្នឹងគឺមានសភាពស្ងួតពេកវាជួយឲ្យគោរោមរបស់យើងហ្នឹងគឺរីកកាន់តែធំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាគោរោមរីកធំឬក៏ឃ្លៀមានបញ្ហាក្រិនអីហ្នឹងអាចសាកធ្វើវិធីទាំង3នេះបានហើយធ្វើជារៀងរាល់ថ្ងៃហើយចាប់ពី20ថ្ងៃឡើងទៅនឹងឃើញប្រសិទ្ធភាព